សុខសប្បាយពុកម៉ែបងប្អូនតែពុកម៉ែបងប្អូនអ្នកគ្នាធ្លាប់ជួបបញ្ហាដែរទេពេលយើងទិញអីវ៉ាន់ដែលនាំចូលពីក្រៅប្រទេសដែលមានអក្សរចិនអក្សរអង់គ្លេសអក្សរជប៉ុនឬក៏អក្សរផ្សេងទៀតជាច្រើនពុកម៉ែបងប្អូនអត់យល់មិនអាចអានហើយយើងអត់ដឹងថាអក្សរនោះមានន័យថាម៉េចរបៀបប្រើប្រាស់វាមិនដែរប៉ុន្តែកំភៃថ្ងៃនេះខ្ញុំមានគន្លឹះដ៏ពិសេសដែលអាចជួយពុកម៉ែបងប្អូនបាននៅក្នុងទូរស័ព្ទយើងអូខេដំបូងយើងយកទូរស័ព្ទមកយើងបើកទូរស័ព្ទជំហានទី1យើងចុចចូលរកកម្មវិធី Google Translate ពុកម៉ែបងប្អូនអាចស្គាល់ Google Translate តែនៅក្នុង Google Translate ហ្នឹងវាមាន feature មួយដ៏ពិសេសដែលប្រើប្រាស់កាមេរ៉ារបស់យើងអាច translate in real time ចុចចូល Google Translate មកហើយទៅជំហានសំខាន់បំផុតនេះវាមានរូបហើយអក្សរកាមេរ៉ានៅក្រោមស្នាមដៃហើយយើងចុចចូលនឹងមកអូខេហើយខ្ញុំនឹងតេស្តនៅលើកញ្ចក់ source នេះអូខេយើងចុចថតគិតវានឹង translate ទៅជាអក្សរខ្មែរយើងហើយយើងក៏អាចដូរភាសាបានដែរយើងប្រហែលថាយើងចង់ដូរទៅជាភាសាជប៉ុនក៏បានប៉ុន្តែ source packet នេះវាជាភាសាចិន switch Chinese simplified អូខេវាយើងអាចមើលឃើញ source នេះគឺទឹកជ្រលក់ mustard ទឹកឃ្មុំគ្រឿងទេសផ្សំ wow sounds delicious អូខេអញ្ចឹងគន្លឹះដ៏ពិសេសនេះអាចជួយពុកម៉ែបងប្អូនបាន in everyday situation ហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងគ្នាពេញចិត្តវីដេអូនេះពុកម៉ែបងប្អូនទាំងគ្នាសូមកុំភ្លេចចុច subscribe ចុច follow ឲ្យមេដៃហើយកុំភ្លេច share វីដេអូនេះទៅដល់មនុស្សដទៃទៀតហើយបើពុកម៉ែបងប្អូនមានចម្ងល់ឬក៏សំណួរអ្វីមួយពុកម៉ែបងប្អូនអាច comment ខាងក្រោមខ្ញុំនឹង reply ទៅពុកម៉ែបងប្អូន This is Seth from Roll Talk Text. I hope you guys stay safe. I'll see you guys next time. Bye bye.